យកឈើស្រួចមកចាក់លើកខ្លួនឯងជាច្រើនដងរហូតដល់ស្លាប់នៅមុខអ្នកស្រុកអ្នកភូមិតែម្ដងប៉ុន្តែអ្នកស្រុកអ្នកភូមិរបស់គាត់ហ្នឹងណាគឺអត់មានពីណាគេម្នាក់ហ៊ានចូលទៅជួយគាត់ទេចំពោះសាច់រឿងដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាជាតិប្រាប់ថារឿងរ៉ាវមួយនេះជារឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិស្រុករបស់គាត់កាលពីឆ្នាំ2015ហើយរឿងរ៉ាវមួយនឹងទៀតវាជារឿងរ៉ាវដែលកើតឡើងទៅលើពួកម៉ាក់របស់គាត់ផ្ទាល់នឹងឯងទាំងអស់គ្នាមុននឹងខ្ញុំចូលដល់សាច់រឿងលម្អិតដែលគាត់បានចែករំលែកមកខ្ញុំសូមសួរអ្នកទាំងអស់គ្នាសិនតើអ្នកទាំងអស់គ្នាធ្លាប់ទៅឈរមើលគេចូលរូបឬមួយកន្លងអ្នកតាឬក៏អត់ហើយធ្លាប់គិតឬក៏អត់ថាចេះបើសិនជាសុកយើងកំពុងតែឈរមើលហ្នឹងណាស្រាប់តែវិញ្ញាណហ្នឹងមិនមែនចូលទៅអ្នកដែលគេចូលរូបហ្នឹងទេប៉ុន្តែបែរជាមកចូលយើងជំនួសវិញតែយើងនឹងមានអារម្មណ៍ទៅហ្នឹងហើយទាំងអស់គ្នាចំពោះសាច់រឿងមួយហ្នឹងទៀតជាតិក៏ប្រាប់ថាចេះនៅម៉ោងប្រហែលជាខ្ទង់ម៉ោង5កន្លះក្រោយពេលដែលគាត់លេងបាល់ជាមួយនឹងពួកម៉ាក់របស់គាត់រួចពួកគាត់នឹងក៏ជិះម៉ូតូដប់គ្នាត្រឡប់មកផ្ទះវិញនឹងឯងហើយនៅតាមផ្លូវចូលភូមិរបស់គាត់វិញហ្នឹងទាំងអស់គ្នាគឺមានដើមអំពិលធំមួយដែលដើមអំពិលធំមួយហ្នឹងគឺមានអាយុកាលមកយូរហើយនៅក្រោមដើមអំពិលមួយហ្នឹងណាគឺគេមានអាសនៈគេធ្វើរបៀបជាខ្ទមអ្នកតាខ្ទមអីចឹងទៅហើយអ្នកស្រុកអ្នកភូមិនៅពេលដែលបន់ស្រន់ឬក៏បួងសួងអីឬមួយក៏ធ្វើកម្មវិធីអីគឺគេតែងតែមកធ្វើនៅក្រោមដើមអំពិលហ្នឹងឯងទាំងអស់គ្នាអញ្ចឹងពេលដែលគាត់ជិះម៉ូតូចូលមកហ្នឹងនេះក៏ស្រាប់តែបានឃើញអ្នកស្រុកអ្នកភូមិផ្សេងៗទៀតគេកំពុងតែឈរហុំព័ទ្ធដើមអំពិលមួយហ្នឹងហើយគឺឃើញមានគេប្រគំភ្លេងរបៀបថាភ្លេងពិនពាទ្យរបៀបភ្លេងឡើងអ្នកតាភ្លេងអីចឹងណាឮសលេងគេធ្វើពិធីធ្វើអីចឹងទៅគាត់នឹងក៏ឲ្យពួកម៉ាក់របស់គាត់ដែលមានឈ្មោះថាយុទ្ធហ្នឹងណាជិះម៉ូតូចូលទៅឈរមើលគេអញ្ចឹងពួកម៉ាក់របស់គាត់ក៏ជិះម៉ូតូចូលទៅហើយពួកម៉ាក់របស់គាត់2នាក់ទៀតក៏ចូលមកមើលតាមដែរអញ្ចឹងពួកគាត់ទាំង4នាក់ក៏ចាប់ដើមវែកអ្នកភូមិអ្នកស្រុកដើម្បីចូលទៅមើលឲ្យចិត្តអីចឹងទៅអញ្ចឹងក៏ឃើញមានតាម្នាក់តែតាម្នាក់ហ្នឹងគឺពាក់អាវសហើយចងក្បិនគាត់កំពុងតែឈររំនៅកណ្ដាលចំណោមមនុស្សអញ្ចឹងណាហើយតាម្នាក់ហ្នឹងហើយគឺជាអ្នកដែលគេអាសាចូលរូបរហូតឲ្យតែគេធ្វើកម្មវិធីធ្វើអីគឺគេតែងតែហៅតាហ្នឹងមកអីចឹងណាបងប្អូនខ្ញុំជឿថាអញ្ចឹងនៅតាមភូមិស្រុករបស់អ្នកទាំងអស់គ្នាក៏ធ្លាប់មានកម្មវិធីចូលរូបឬកឡើងអ្នកតាឡើងអីចឹងដែរបើមិនជាធ្លាប់មានអាចខមមិនខាងក្រោមនឹងបានអញ្ចឹងគាត់នឹងក៏ឈរមើលគេឈរអីចឹងគាត់ក៏បានសួរអ្នកដែលគេមកឈរមើលមុនសួរថាអញ្ចឹងតានឹងគេចូលនៅប៉ុន្តែអ្នកដែលគេឈរមុនគេប្រាប់ថាអត់តន់ឯអូនអើយអត់តន់តមកស្ទុះទៀតអីចឹងណាអញ្ចឹងគេក៏ប្រគំភ្លេងអញ្ចឹងបន្តទៀតចឹងទៅអញ្ចឹងគាត់ក៏ឈរខ្សឹបសៀវគ្នាជាមួយនឹងពួកម៉ាក់គាត់ឈ្មោះថាយុទ្ធហ្នឹងណាឈរខ្សឹបសៀវគ្នាពីនេះពីនោះអញ្ចឹងទៅបានមកស្ទុះឃើញតាហ្នឹងណាគឺគាត់ដួលលើដីគាត់ក្រោកមកវិញក៏ក្រោកទៅយករបៀបថាកណាត់សកណាត់ក្រហមយកមកចងនៅក្បាលរួចចងនៅចង្កេះរួចតាហ្នឹងក៏យកកបិតទាំងអស់គ្នាគាត់យករំតាមចង្វាក់តាមអីចឹងណាអញ្ចឹងគេក៏ប្រាប់ថាឥឡូវកំពុងចូលហើយចុងគាត់ក៏ឈោមើលជក់ខ្លាំងមែនតើឈោមើលសុកនេះទាំងអស់គ្នាពួកម៉ាក់របស់គាត់ហ្នឹងពួកម៉ាក់របស់គាត់ដែលមានឈ្មោះថាយុទ្ធនឹងឯងទាំងអស់គ្នាគឺងាកមកមើលមុខគាត់ហើយញឹមតែគាត់ងាកមើលមុខគាត់ញឹមតែគាត់រុញក្បាលវិញរុញក្បាលចេញវិញថាវាអានេះញឹមស្អីពងមើលអញ្ចឹងណាអញ្ចឹងពួកម៉ាក់គាត់ឈ្មោះយុទ្ធហ្នឹងក៏ដើរចូលទៅកណ្ដាលចំណោមគេដើរទៅចិត្តតាមម្នាក់ដែលកំពុងរំហ្នឹងទាំងអស់គ្នារួចក៏ឈោរំជាមួយនឹងតាហ្នឹងអញ្ចឹងជាតិគាត់ថាអញ្ចឹងចានេះឈួតទេឡប់តែខ្មាស់គេគាត់គិតថាពួកម៉ាក់របស់គាត់លេងទេដោយសារតែពួកម៉ាក់របស់គាត់ឈ្មោះយុទ្ធហ្នឹងគឺជាមនុស្សម្នាក់ចូលចិត្តលេងខ្លាំងមែនតើហើយគាត់គិតថាពួកម៉ាក់របស់គាត់ឈ្មោះថាយុទ្ធហ្នឹងគឺត្រាប់តាមតាហ្នឹងទេប៉ុន្តែអត់ទាំងអស់គ្នាពួកម៉ាក់របស់គាត់រំជាមួយតាហ្នឹងរំអីអញ្ចឹងណារំអានមកស្ទុះគាត់ទៅទិញកបិតពីតាហ្នឹងមកទិញកបិតហើយយកមកកាប់កចេះប៉ុន្តែកបិតហ្នឹងគឺអត់មុតទេអត់អីអត់មែនជាបញ្ហាទេអញ្ចឹងពួកម៉ាក់របស់គាត់ឈ្មោះថាយុទ្ធហ្នឹងទាំងអស់គ្នាគឺងាកមកស្រឡឹងមើលមុខគេគ្រប់គ្នាហើយសើចញឹមអញ្ចឹងណាអីដែលគាត់ឆ្ងល់ពេលហ្នឹងទាំងអស់គ្នាគឺមីងម្នាក់ដែលចូលចិត្តគាត់ប្រាប់ថាចេះអ្នកតាកំពុងតែចូលតាមម្នាក់ហ្នឹងហើយចោះបើអ្នកតាចូលតាមម្នាក់ហ្នឹងបាត់ហើយចោះអ្នកណាគេទៅចូលពួកម៉ាក់របស់គាត់ឈ្មោះយុទ្ធហ្នឹងគាត់នៅតែគិតថាពួកម៉ាក់របស់គាត់ឈ្មោះយុទ្ធហ្នឹងគឺលេងតែទាំងអស់គ្នាគាត់មានគិតអីច្រើនទេហើយគាត់ងាកទៅនិយាយមួយពួកម៉ាក់គាត់ពីរនាក់ទៀតពីរឿងចឹងណាពីថាចឹងអាយុទ្ធហ្នឹងលេងឡាប់អីចឹងចូលទៅចាប់វាមកអីចឹងទៅប៉ុន្តែពួកម៉ាក់គាត់ថាអត់ឲ្យវាលេងគាត់ឈោមើលបន្តទៀតជាមួយពួកម៉ាក់គាត់ចឹងទៅអ្នកស្រុកអ្នកភូមិគាត់ឈោមើលជក់មែនតើទាំងអស់គ្នាបានស្ទុះពួកម៉ាក់គាត់ឈ្មោះយុទ្ធហ្នឹងទាំងអស់គ្នាក៏ដើរទៅយកឈើស្រួចដែលគេដោតជាមួយនឹងរបៀបថាដោតជាមួយនឹងមន់រស់អីមន់រស់ប៉ុន្តែគេអាកទាំងអស់គ្នាអាកសម្រាប់ឈាមនៅសល់ទាំងរោមទាំងអីនេះដើរទៅទាញឈើស្រួចនឹងមកទាំងអស់គ្នាដើរមកឲ្យច្អល់មុខគេគ្រប់គ្នានឹងឯងទាំងអស់គ្នាអញ្ចឹងគាត់នេះជាតិក៏គាត់ងាកទៅសັບពួកម៉ាក់គាត់នៅខាងក្រោយថាចុះអានឹងវាលេងស្អីវានៅឡើងលេងប្រហើនម៉េះលេងឆ្លើយទៅអញ្ចឹងណាក៏ឲ្យពួកម៉ាក់គាត់ពីរនឹងទៅជួយចាប់ចេញមកប៉ុន្តែអត់អ្នកទាំងអស់គ្នាមុនពេលដែលពួកម៉ាក់របស់គាត់ពីរនឹងរត់ចូលទៅជួយចាប់ហ្នឹងសັບតែម្នាក់មួយយុទ្ធហ្នឹងគឺគាត់លើកយកអាឈើស្រួចហ្នឹងមកចាក់លើករបស់គាត់ចាក់មកតំហឹងហ្មងទាំងអស់គ្នាចាក់មួយហ្នឹងមិនអស់ចិត្តលើកមកចាក់មួយទៀតដួលប្រកាច់នៅលើហ្នឹងហើយឈើហ្នឹងគឺដោតជាប់អង្គនឹងឯងទាំងអស់គ្នាពេលហ្នឹងគឺផ្អើលឆោឡោពេញនឹងឯងចំណែកតាមហ្នឹងគឺគាត់នៅតែបន្តរំយ៉ាងទៅចំណែកពុកម៉ាក់របស់គាត់ហ្នឹងគឺគាត់តែពិសោធន៍ទាំងអស់គ្នាទាំងតែកហូរឈាមខ្លាក់ហើយរបៀបថាបុកហ្នឹងគឺធ្លុះរបៀបថាធ្លុះពីម្ខាងទៅម្ខាងទាំងអស់គ្នាគឺកន្លែងហ្នឹងគាត់ថាព្រឺឲ្យសាហាវខ្លាំងមែនតើគាត់ដែរជួបពីមុនមកអញ្ចឹងក៏គេរបៀបថានាំទៅពេទ្យនាំអីទាំងអញ្ចឹងទៅចំណែកជាតិហើយនឹងពួកម៉ាក់គាត់ពីរនាក់ទៀតទាំងអស់គ្នាគឺញាស់ខ្លួនអស់ហើយត្រឡប់ទៅផ្ទះវិញរៀងខ្លួនអីអញ្ចឹងណាដោយសារតែឃើញថាអញ្ចឹងប៉ាម៉ាក់របស់ម្នាក់យុទ្ធនោះគឺបានទៅមើលកូននៅពេទ្យនឹងដែរ
គាត់ក៏នៅផ្ទះគាត់នៅបន្តរហូតដល់ម៉ោងប្រហែលជាខ្ទង់7 9 យប់គាត់ភ័យផងអីផងព្យាយាមទេទៅពួកម៉ាក់របស់គាត់2 នាក់ទៀតសួរថាអញ្ចឹងអាយុមិនចាយបានជានៅអីមិនអញ្ចឹងណាគឺគាត់សួរនាំអញ្ចឹងដែរ2 នាក់ហ្នឹងក៏គេថាអត់ដឹងទេអត់ទាន់ដឹងទេអត់ទាន់ដឹងតំណឹងអីទេម្នាក់គឺភ័យស្លេកស្លាំងមុខខ្លាំងមែនទែនទាំងអស់គ្នាភ័យបារម្ភណាខ្លាចថាមានរឿងអីធំអញ្ចឹងទៅបានមកស្ទុះក៏ស្រាប់តែលឺសំឡេងភ្លេងគេដាក់របៀបថាភ្លេងដាក់បនសពគឺចាប់ដើមលឺឡើងនៅម៉ោង9 យប់នឹងឯងទាំងអស់គ្នាលឺរបៀបឲ្យលឺសំឡេងគេប្រកាសថាម្នាក់ឈ្មោះយុទ្ធហ្នឹងទាំងអស់គ្នាគឺបានស្លាប់បាត់ហើយគឺបានផុតអីចឹងណាបានទទួលនិច្ចកម្មអីចឹងទៅគឺលឺសំឡេងគេប្រកាសចឹងណាគឺជាតិគឺគាត់ញ័រអស់សាច់មកទាំងអស់គ្នាញ័រទាំងសាច់ញ័រខ្លួនញ័រអស់លេខនឹងឯងគាត់ចាំយូរទេគាត់ក៏ទេហៅពួកម៉ាក់របស់គាត់2 នាក់ទៀតនេះទៅកន្លែងផ្ទះរបស់យុទ្ធហ្នឹងទៅដល់ផ្ទះក៏ឃើញថាចេះម៉ាក់របស់យុទ្ធហ្នឹងគឺកំពុងតែហូរយំខ្លាំងមែនតែនគេក៏ចាប់ផ្ដើមរៀបចំរបៀបថារោងបនសពគេទាំងយប់នឹងឯងទាំងអស់គ្នាគេតយូរទេរៀបចំរោងរៀបចំអីចឹងមានបងប្អូនសាច់ញាតិផ្សេងៗទៀតក៏ជួយគ្នារបៀបថាទៅយកនំយកអីមកដើម្បីឲ្យអ្នកកដោរោងកដោអីចឹងណាហើយក៏ឃើញគេរៀបចំឲ្យផ្សេងៗទៀតចំណែកខ្មោចរបស់យុទ្ធហ្នឹងត្រូវបានគេដឹកតាមឡានពេទ្យត្រឡប់មកវិញហើយដាក់គាត់លើក្រែគេសង្គ្រោះអត់បានទេទាំងអស់គ្នាប៉ុន្តែគេដកឈើដកអីចេញអស់ហើយក៏រុំលបួសរុំអីកអីហើយអស់ដែរអញ្ចឹងដាក់នៅលើក្រែអញ្ចឹងណាម៉ែគឺអង្គុយយំនៅចុងជើងថាតហោយំឡើងស្លាប់ទាំងអស់គ្នាបងប្អូនសាច់ញាតិអ្នកមួយយុទ្ធនឹងគឺយំទាំងអស់សូម្បីជាតិទាំងអស់គ្នាគាត់ឈោយំដែរគាត់ឈោយំមួយពួកម៉ែគាត់នឹងឯងទាំងអស់គ្នាពេញមួយយប់នេះគឺគាត់បានប្រាប់ទៅផ្ទះវិញទេគាត់នៅកំដរសັບពួកម៉ែគាត់ឈ្មោះយុទ្ធនឹងឯងទាំងអស់គ្នាហើយរឿងរ៉ាវដែលគាត់ជួបនៅក្នុងថ្ងៃបុណ្យសពហ្នឹងណាដំបងមិនមែនគាត់ជួបទេគឺពួកម៉ាក់គាត់ម្នាក់ទៀតខ្ញុំសុំដាក់ឈ្មោះបងមួយម្នាក់ទៀតដាក់ឈ្មោះថាបងអេចោះអត់ចង់និយាយពីឈ្មោះគាត់ចាំទេពួកគាត់នឹងនៅពេលដេកកំដររោងហ្នឹងគឺដេកនៅក្រែមួយទៀតដែលនៅមកជួជាមួយនឹងក្រែដាក់សັບនឹងដែរធម្មតាសັບហ្នឹងគឺគេអត់ទាន់បានយកដាក់ចូលមកឈូសទេគេដាក់នៅលើក្រែសិនអីចឹងណាអញ្ចឹងគាត់ក៏ដេកនៅលើក្រែមួយចាហៀងទៀតនេះជាមួយនឹងពួកម៉ាក់គាត់3នាក់ទៀតចំណែកបងប្អូនសាច់ញាតិគឺគេដេកតាមក្រោមផ្ទះដេកតាមលើផ្ទះដេកតាមកន្លែងរៀងខ្លួនអីចឹងទៅចំណែកគាត់ក៏ចង់ទៅផ្ទះវិញដែរដោយសារគាត់ថាចេះពួកម៉ាក់ខ្លួនឯងទេអត់មានអីត្រូវទៅរត់ចោលគ្នាអញ្ចឹងណាមិនមែនគេថាអីគេពេលសុបាយនៅជុំគ្នាពេលស្លាប់ទៅឬមួយក៏ពេលមានបញ្ហារត់ចោលគេអីគឺគាត់អត់ចង់ធ្វើអញ្ចឹងទេគាត់ក៏នៅអង្គុយកដដំបងគាត់អង្គុយកដនៅក្នុងកម្មវិធីបនហ្នឹងដល់ម៉ោងប្រហែលជាខ្ទង់7 2 10គាត់នឹងក៏អស់កម្លាំងអីចឹងគាត់ក៏បួលពួកម៉ាក់គាត់2នាក់ទៀតឡើងលើក្រែដេកអីចឹងទៅទាំងអស់គ្នាបងជាតិគឺគាត់ដេកនៅកណ្ដាលគេពួកម៉ាក់គាត់2នាក់គឺដេកសងខាងគាត់អីចឹងណាហើយពួកម៉ាក់គាត់ម្នាក់ដែលមានឈ្មោះថាបងអេហ្នឹងគឺដេកនៅម្ខាងដែលអាចងាកទៅស្រឡឹងឃើញសពរបស់ម្នាក់មួយយុទ្ធនឹងមកទាំងអស់គ្នាអញ្ចឹងគឺចង់មុខដេកអញ្ចឹងទៅចំណែកសពរបស់យុទ្ធហ្នឹងក៏គេចង់មុងចង់អីឲ្យដែរដោយសារខ្លាចឆ្មាកន្លងខ្លាចអីចឹងណាគឺគេចង់មុងចង់អីចឹងទៅអញ្ចឹងពេលហ្នឹងបរិយាកាសចាប់តាមស្ងាត់មែនតើអ្នកទាំងអស់គ្នាឮសំឡេងឆ្កែលួអញ្ចឹងទៅប៉ុន្តែចិត្តគាត់ដេកលក់បាត់ហើយដេកលក់អញ្ចឹងណាបានមកសុខក៏សាប់តែក្រែហ្នឹងវាអង្គើឬថាអង្គើញ័រដូចមានណាគេមិនរួនអញ្ចឹងណាអញ្ចឹងចិត្តគាត់ដឹងខ្លួនហើយពេលគាត់ដឹងខ្លួនគាត់ងាកទៅមើលមិត្តភក្តិរបស់គាត់ដែលមានឈ្មោះថាបងអេហ្នឹងងាកទៅមើលទៅឃើញម្នាក់ហ្នឹងដេកបែរខ្នងហើយញ័រខ្លួនញ័រអីចឹងណាពេលហ្នឹងចិត្តគាត់គិតថាម្នាក់ហ្នឹងឃើញអីទេគាត់គិតថាចេះចុះអាមួយហ្នឹងដេកសាប់ទាំងយប់អានឹងនិយាយអស់តាមពេលគាត់ប្រាប់ខ្ញុំអត់ថាចុះអាមួយដេកសាប់នៅក្នុងបនសពពួកម៉ាក់ខ្លួនឯងកើតអញ្ចឹងគាត់នឹងក៏របៀបថាបើកភួយមើលអឺតមើលអញ្ចឹងប៉ុន្តែអត់ទេពួកម៉ាក់គាត់ម្នាក់នឹងដេកញ័រខ្លួនងាកមើលគាត់វិញភ្ញាក់ហ្មងរបៀបថាងាកមើលគ្នាទៅវិញទៅមកភ្ញាក់គ្នាគឺស្ទុះក្រោកអញ្ចឹងបងមួយអេនឹងគាត់ញ័រខ្លួនណាអញ្ចឹងបងជាតិគាត់សួរថាចេះហែងកើតអីញ័រខ្លួនអីមុននឹងសាប់មែនគាត់ថាចេះអូយសាប់ស្អីហែងមុននឹងឲ្យមើលអញឃើញអាយុដើរមកចូលផ្ទះហ្មងហែងដើរចូលមកមុខវាឡើងស្រស់ញឹមដើរមកឲ្យដើរកាត់កន្លែងដាក់សាប់វាទៀតហើយវាអត់មាត់អីទាំងអស់ដើរទៅអញ្ចឹងគាត់ឃើញហ្មងណាចុះដល់ពេលគាត់ឃើញគាត់ញ័រខ្លួនគាត់ខ្លាចទាំងអស់គ្នាហើយអញ្ចឹងទៅក៏និយាយថាជារឿងគាត់សង្ងំដេកបន្តទៀតហើយវាថាលងលោមមិត្តភក្តិគាត់ថាដេកទៅមិនអីទេវាមិនតាន់ដឹងខ្លួនឯងស្លាប់ទេមិនតាន់មានជាបញ្ហាធំអីទេក៏សង្ងំដេកបងយុទ្ធបងជាតិហ្នឹងគាត់សង្ងំដេករហូតទាំងអស់គ្នាស្រាប់តែគាត់ហ្នឹងលឺសលេងក្រហមលឺសលេងក្រហមនៅចុងជើងគាត់ហ្នឹងក៏បើកភួយមើលដោយសារពេលហ្នឹងគាត់បានឃ្លុំភួយបាត់ហើយសារគាត់ខ្លាចតែអញ្ចឹងណាបើកភួយមើលភ្លាមទាំងអស់គ្នាហើយតែគាត់ឃើញគឺឃើញម្នាក់មួយយុទ្ធហ្នឹងឈរនៅចុងជើងរបស់គាត់នេះកទាំងអស់គ្នាគឺឃើញស្នាមហូរឈាមចេញមកហើយធ្វើមុខហែមទៀតប៉ុន្តែងាកស្លឹងមើលជុំវិញខ្លួនមិនមែនមើលមកគាត់ទេណាគឺងាកមើលសម្លឹងមើលជុំវិញខ្លួនឯងអីអញ្ចឹងទៅអញ្ចឹងបង្ជាទាំងអស់គ្នាគាត់ថាពេលគាត់ឃើញអញ្ចឹងហើយគឺគាត់ញ័រខ្លួនឡើងតាត់ហ្មងគាត់ព្យាយាមសង្ងំដេករហូតដល់ព្រឹកហ្មងទាំងអស់គ្នាគាត់ទៅដល់ពេលព្រឹកភ្លាមពួកគាត់ទាំង3នាក់ពួកម៉ាក់ហ្នឹងគឺបាសសក់ជ្រងអារម្មណ៍មួយអាណិតពួកម៉ាក់អារម្មណ៍មួយគឺខ្លាចខ្មោចពួកម៉ាក់ខ្លាចអីអញ្ចឹងទៅហើយដោយសារតែសពពួកម៉ាក់គាត់ហ្នឹងអាចតក់យូរបានទេគេក៏ចាប់ផ្ដើមរៀបចំមែនរៀបចំអីបូជានៅផ្ទះហ្នឹងឯងទាំងអស់គ្នាក្រោយពេលដែលបូជារួចនេះបានប្រហែលជាខ្ទង់7 ថ្ងៃគាត់ហ្នឹងអង្គុយលើរឹងក្រោមផ្ទះរបស់គាត់គឺជាផ្ទះឈើទាំងអស់គ្នាហើយផ្ទះឈើនៅខាងក្រោមគឺមានដាក់ចងរឹងអីចឹងណានៅម៉ោងប្រហែលជាខ្ទង់ម៉ោង9ម៉ោង10យប់ឯហ្នឹងឯងគាត់នឹងខំអង្គុយយល់រឹងនិយាយមួយម៉ាក់គាត់ថាចេះអាយុស្លាប់អីចឹងណាអាណិតគ្នាណានៅក្មេងនៅអីចឹងទៅនិយាយអីសុកនេះក៏ស្ងាត់សលេងម៉ាក់របស់គាត់ឆឹងចឹងពេលស្ងាត់សលេងម៉ាក់របស់គាត់
គាត់នឹងក៏ខ្លាប់លឿនរឹងងាកទៅមើលម៉ាក់របស់គាត់ប៉ុន្តែជំនួសពីម៉ាក់របស់គាត់ទាំងអស់គ្នាទៅជាខ្មោចម្នាក់មួយយត់នឹងគឺឈោក្រោយខ្នងទាំងឈោឈាមខ្លាហើយនិយាយថាចេះហើយនឹកអញអត់សួរចឹងទាំងអស់គ្នាហើយនឹកអញអត់ហើយភ្នែកមើលមកគាត់វាថ្លង់សស្លែតហ្មងចឹងណាមិនជាតិគាត់ថាពេលគាត់ឃើញចឹងគឺគាត់ស្ទើរតែកាំងបេះដូងនៅនឹងកន្លែងនឹងឯងប៉ុន្តែគាត់ឃើញហ្នឹងណាគឺឃើញតែម្ដងហ្នឹងទេហើយនឹងម្ដងទៀតដែលគាត់បានឃើញហ្នឹងណាគឺឃើញមួយស្រេចហៅគាត់ពួកឯងតោះពួកឯងតោះលឺសលេងនឹងម្ដងទៀតហ្នឹងទៅក៏លេងឃើញរហូតចំណែកពួកម៉ាក់គាត់ផ្សេងទៀតឃើញឬក៏អត់ក៏គាត់បានសួរនាំដែរនឹងតែអ្នកគ្នាចំពោះរឿងដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងទេបើសិនទាំងអស់គ្នាមានរឿងចែករំលែកចាកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផងនឹងតែអ្នកគ្នាបាយបាយ